បាទហើយនេះជាសកម្មភាពដែលយើងបាញ់ឆ្នាំស្មៅបងប្អូនកម្មភាពយើងបាញ់ NK វៀតណាមនេះគឺជាពូជបង្កាត់បាទមកពី NK ប្រថែលជា NK សៀមខ្ញុំអត់សូវច្បាស់ដែរប៉ុន្តែពូជតែមួយទេបាញ់ឆ្នាំ Cleaverset បងប្អូនណាសូមបញ្ជាក់បងប្អូនឆ្នាំនេះអាចបាញ់ឆ្នាំ Cleaverset បាន48បងប្អូនដែលយើងហៅថា48បងប្អូនមិនមែនថាវាអត់ស៊ីទេវាមានដែរប៉ុន្តែវាតិចតួចបងប្អូននេះមើលតូចល្អិតឆ្មាស់នេះហើយបាច់មើលច្រើនទេបងប្អូនយើងមើលតែស្លឹកសរសៃជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមករកវីដេអូកសិកម្មថ្មីមួយនេះបងប្អូនហើយជាมันធ្លាប់ដឹងมันធ្លាប់ឮបាទហើយក៏มันធ្លាប់អានតាមដែរបាទគឺដំណាំពោតក្រហមតែម្ដងបងប្អូនជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាយើងបងប្អូននឹងស្រាប់ហើយកសិករតែងតែនិយមដាំពោតក្រហមដែលមានតែពីរប្រភេទពូជទេនៅក្នុងប្រទេសកម្ពុជាយើងបាទដែលយើងគិតថាចរាចរបាទហើយប្រភេទថ្នាំសម្រាប់ស្មៅក៏មានតែពីរប្រភេទដែរបាទក៏លេខមកមើលកសិកម្មបែបសម័យទំនើបនេះវិញបាទនេះគឺជាពូជពោតដែលខ្ញុំសាកល្បងដាំដើម្បីកុំឲ្យមានបញ្ហាបាទហើយខ្ញុំចែករំលែកបងប្អូនដែលមិនធ្លាប់ដាំហើយបងប្អូនធ្លាប់ដាំហើយជួយបញ្ចេញមតិយោបល់ខាងក្រោមផងបាទនេះគឺជាពូជពោតបាទ NK បាទ NK ដែលមានលេខរៀង78 7328បាទគឺជាក្រុមហ៊ុនរបស់វៀតណាមបាទហើយសម្រាប់ពូជពោតនេះដែរជាទូទៅឃើញថាមានការធន់និងអាកាសធាតុបានល្អមែនទែនទី1គឺដង្កូវបាទដង្កូវអត់ស៊ីទេបងប្អូនប្រភេទពូជនេះមានន័យថាដង្កូវវាអត់បាយលោកទេមិនមែនអត់ស៊ីសោះទេបងប្អូនគឺវាស៊ីដែរវាស៊ីតិចមែនទែនឥឡូវទៅមើលជាមួយខ្ញុំបងប្អូនមិនមែនថាវាអត់ស៊ីទេវាមានដែរប៉ុន្តែវាតិចតួចបងប្អូននេះមើលតូចល្អិតឆ្មាស់នេះហើយបាច់មើលច្រើនទេបងប្អូនយើងមើលតែស្លឹកសរសៃដាច់សហ្នឹងគឺជាស្នាមនិងកៅស៊ីហើយបងប្អូនហើយមានថាអត់ស៊ីណាបងប្អូនណាត្រូវស្វែងយល់ឲ្យច្បាស់បាទប្រភេទពូជ7328នេះរបស់ NK វៀតណាមនេះបាទមិនមែនតកៅអត់ស៊ីទេស៊ីដែរប៉ុន្តែវាស៊ីលក្ខណៈតិចតួចតែប៉ុណ្ណោះបងប្អូនឃើញទេនេះស្លឹកសរសៃសហ្នឹងគឺជាស្នាមដែលដង្កូវវាស៊ីហើយប៉ុន្តែវាស៊ីហើយប្រហែលជាវាឈប់ស៊ីវិញយើងអត់ដឹងទេព្រោះអីខ្ញុំមិនមែនជាអ្នកបច្ចេកទេសខ្ញុំគ្រាន់តែអ្នកធ្វើវីដេអូបង្ហាញបងប្អូនចែករំលែកការដាំដុះតែប៉ុណ្ណោះបាទយើងនិយាយមួយរឿងទៀតបាទគឺជាការបាញ់ថ្នាំស្មៅបងប្អូនប្រភេទ NK វៀតណាមនេះគឺជាពូជបង្កាត់បាទមកពី NK ប្រថែលជា NK សៀមខ្ញុំអត់សូវច្បាស់ដែរប៉ុន្តែពូជតែមួយទេខុសត្រង់ថាពូជនេះដូចខ្ញុំបញ្ជាក់អញ្ចឹងដង្កូវស៊ីដែរស៊ីតិចតួចបងប្អូនស៊ីតិចតួចស្នាមសមិនអាចស៊ីដល់បដូលទេតែសឹកដាច់តិចតែប៉ុណ្ណោះហើយអ្វីដែលសំខាន់បងប្អូនគឺវាបាញ់ថ្នាំ Cleaverset បងប្អូនណាសូមបញ្ជាក់បងប្អូនថ្នាំនេះអាចបាញ់ថ្នាំ Cleaverset បាន48បងប្អូនដែលយើងហៅថា48អញ្ចឹងនេះខ្ញុំមកនេះគឺខ្ញុំបង្ហាញបងប្អូនតែម្ដងហើយក៏ជាលើកទី1បទពិសោធន៍លើកទី1សម្រាប់កសិកម្មពោតក្រហមនេះដែរខ្ញុំបាញ់ហើយនេះគឺខ្ញុំកំពុងតែបាញ់ណាបងប្អូនខ្ញុំបាញ់ Cleaverset ហើយសារធាតុថ្នាំដែលខ្ញុំបាញ់នេះតើលាយអ្វីខ្លះខ្ញុំនឹងរៀបរាប់ដូចតទៅហើយចាំមើលសកម្មភាពនៃការបាញ់ជាមួយនឹងក្រុមការងាររបស់ខ្ញុំបងប្អូនបាទនេះជាសកម្មភាពដែលយើងបាញ់ថ្នាំស្មៅបងប្អូនបាញ់ថ្នាំស្មៅប្រភេទ48 Cleaverset បងប្អូនស្មៅដូចឃើញចាក់ស្ដែងបងប្អូនសាប៊ូប្រភេទវ៉ាគីឡូបាទហើយសម្រាប់ការលាយថ្នាំខ្ញុំបញ្ជាក់ដូចតទៅបាទគឺយើងប្រើ Cleaverset 48ហ្នឹងបងប្អូនគឺសុទ្ធតែម្ដងគឺយើងអត់លាយទេជីបគាត់លាយស្អីគាត់លាយសារធាតុផ្សេងដែរបាទគឺយើងបាញ់តែ48មួយមុខទេបងប្អូនណាហើយ48បងប្អូនត្រូវមើលសារធាតុផងកុំមានលាយ48ខ្លះវាមានលាយសារធាតុផ្សេងដែរអញ្ចឹងបងប្អូនយកតែ48សុទ្ធណាសូមបញ្ជាក់យក48សុទ្ធបងប្អូនណាគឺវាល្អបាទ
việc này cô kia nó chất năng kia bằng cô nó cho việc mà Việt Nam bánh gì đấy bánh gì đấy đây dạ anh tập thò vào hành bà thấy chân mà phone không phải tam đàn nơi video khảo ấy nè nhầm trên video vẹn vẹn pi để tông chỉ mùi nâng ca bánh ở cả đám cô tao hóm pui tần khê Việt Nam đi bà ơi vẹn bánh smile chân một con chăm tam đàn vẹn cõi video TV chỉ mùi nâng là tập hò lên cả bánh nam smile đi thấy nhầm nâng phơ vậy mình to tiết taត្រូវបាញ់vậy mình to tiết complete ចូលតាមដានទស្សនាបងប្អូនណាអរគុណជួបគ្នានៅវីដេអូក្រោយមានចម្ងល់បងប្អូនអាចសាកសួរបានអរគុណ